ស្រូវជាដំណាំចិញ្ចឹមជីវិតប្រជាជនខ្មែររាប់លានអ្នកជាច្រើនចំនួនមកហើយជាពិសេសកសិករអ្នកធ្វើស្រែស្រូវមិនត្រឹមតែផ្ដល់ជាអាហារប្រចាំថ្ងៃទេតែវាអាចឲ្យកសិករលក់បាននៅប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារទៀតផងដូចនេះយើងអាចនិយាយបានថាសុខុមាលភាពរបស់កសិករវាអាស្រ័យទៅលើសុខុមាលភាពរបស់ស្រូវទុក្ខវេទនារបស់ស្រូវជាទុក្ខវេទនារបស់កសិករខ្ញុំអត់បានរៀបទុកដាក់កន្លែងច្រើនទុកតែចង្រុកតែមួយដល់ពេលខែរដូវត្រូវធ្វើខ្ញុំកើបពីចង្រុកយកទៅធ្វើតាមទំនៀមទម្លាប់ដែលបុរាណដែលធ្លាប់ធ្វើពីដើមមកគួរឲ្យសោកស្ដាយកន្លងមកកសិករជាអ្នកធ្វើស្រែមិនសូវបានយកចិត្តទុកដាក់លើសុខុមាលភាពរបស់ស្រូវហើយទង្វើជាច្រើនរបស់កសិករបានបង្កឲ្យស្រូវរងទុក្ខវេទនាជាច្រើនដូចជាកសិករបានយកស្រូវដែលត្រូវមកទុកជាពូជបោកឬបែនប្រើកម្លាំងខ្លាំងបណ្ដាលឲ្យប៉ះពាល់ដល់ពន្លកស្រូវឬកូនងាយស្រូវគ្រាប់ពូជស្រូវត្រូវទុកដោយហប់ខ្យល់រងនៅកម្ដៅខ្លាំងធ្វើឲ្យកូនងាយស្រូវរងនៅភាពលំបាកនៅក្នុងការរស់នៅក្រោយមកគេយកគ្រាប់ស្រូវមកសាបយ៉ាងក្រាស់បណ្ដាលឲ្យកូនស្រូវមានភាពហប់និងចង្អៀតក្នុងការលូតលាស់ហើយជួនកាលគេបណ្ដោយឲ្យថ្នាលសំណាបលិចទឹកដែលនាំឲ្យកូនស្រូវឆ្លក់ទឹកបន្ទាប់មកគេដកកូនស្រូវទៅស្ទូងដោយប្រើកម្លាំងដកនិងបោកយ៉ាងខ្លាំងបណ្ដាលឲ្យកូនស្រូវដាច់ឫសដើមរងជាំរបួសក្រោយមកទៀតកសិករយកកូនស្រូវឬសំណាបទៅកាត់ចុងចងកយ៉ាងណែននិងទុកចោល1 ឬ 2 ថ្ងៃនៅពេលស្ទូងគេដោតកូនស្រូវចូលគ្នាយ៉ាងច្រើនដើមហើយកប់ចូលទៅក្នុងដីយ៉ាងជ្រៅបណ្ដាលឲ្យកូនស្រូវមានភាពចង្អៀតហប់ហើយត្រដោះរស់ទាំងលំបាកជាលទ្ធផលនៃអំពើរបស់កសិករបណ្ដាលឲ្យស្រូវមិនសូវលូតលាស់បានល្អផ្ដល់ផលតិចហើយលទ្ធផលបាននៅគ្រាប់ពូជដែលមានកម្លាំងខ្សោយជាងមុនយើងសង្កេតឃើញទិន្នផលណាទិន្នផលស្រូវគឺមានអាការធ្លាក់ចុះពី1ឆ្នាំទៅ1ឆ្នាំណាម្ដងបន្តិចហើយបើសិនជាយើងសង្កេតមើលនៅតាមវាលស្រែគឺស្រូវខ្លះខ្ពស់ស្រូវខ្លះទាបណាហើយទន្ទឹមហ្នឹងស្រូវខ្លះក៏ចេញមុនស្រូវខ្លះក៏ចេញក្រោយហើយកត្តាដែលបណ្ដាលឲ្យមានតាក់ទងកត្តាខាងលើនេះគឺដោយសារតាក់ទងទៅនឹងកត្តាពូជដែលអត់សុទ្ធឬយើងហៅថាពូជដែលគាត់ច្រើនតែយកពីក្នុងជំរុកឬក៏យកពីក្នុងក្រង់ហ្នឹងឬពីយកពីក្នុងបាវយកទៅសាបដើម្បីឲ្យយើងទទួលផលបានល្អពីស្រូវមានតែកសិករឈប់សាងអំពើបាបជាមួយដំណាំស្រូវដោយផ្លាស់ប្ដូរនៅទង្វើកន្លងមកក្នុងគោលបំណងធ្វើឲ្យស្រូវមានសុខភាពល្អនៅពេលដែលស្រូវមានសុខភាពល្អកសិករក៏មានសុខុមាលភាពល្អដែរកសិករទាំងអស់គ្នាគួរតែរៀបចំណាធ្វើការបន្សុទ្ធពូជទុកដាក់ពូជឬក៏ជ្រើសរើសពូជដោយខ្លួនឯងដើម្បីជួយចូលរួមចំណែកនៅក្នុងការថែរក្សានិងអភិរក្សពូជក្នុងស្រុករបស់យើង
ចឹងក្រោយពីការជ្រើសរើសពូជចាប់ដើមវាស់ពីភ្លឺ4ម៉ែត្រដើម្បីទុកពូជបានល្អចង់បានពូជនឹងឲ្យសិតល្អទៀតនឹងមានសិទ្ធិភាពទៀតគឺយើងត្រូវយកមកចឹងមកយើងជ្រើសរើសពូជបាទសំខាន់លើទង់ជ័យវាទង់ជ័យនឹងគួរនឹងចឹងពូជដែលល្អជាងគេគឺទង់ជ័យហ្នឹងគឺប្រហាក់ប្រហែលគ្នាហ្នឹងបានថាពូជហ្នឹងវាសុទ្ធល្អឃើញផ្លែទៅវាល្អក្របបានច្រើនបាទហើយមួយទៀតខុសគ្នាគឺមួយទៀតទង់ជ័យវែងគួរខ្លីបាទកាលណាដែលទង់ជ័យវែងគួរខ្លីគឺវាក្របហ្នឹងគឺវាអត់ដូចគ្នាទេមើលទៅវាខុសគ្នាវាអត់មានពេញក្របដូចគ្នាទេមួយទៀតបាទទង់ជ័យខ្លីគួរវែងជាងអញ្ចឹងអាហ្នឹងក៏ទង់ជ័យខ្លីជាងគួរវែងហ្នឹងអានេះគេអត់យកទេអានេះទង់ជ័យវែងគួរខ្លីអត់យកទេបើអញ្ចឹងគេរើសយកតែត្រូវណាដែលទង់ជ័យហ្នឹងប្រហាក់ប្រហែលគ្នាស្តៀងគ្នាអញ្ចឹងគឺបានគេជ្រើសរើសទុកពូជបានបាទបើអញ្ចឹងគេយកតែប្រហាក់ប្រហែលគ្នាហ្នឹងទីតាមមួយទៀតគឺខ្ញុំបែនបាទខ្ញុំបែនទុកពូជបាទខ្ញុំបែនចឹងខ្ញុំហាលឈួរទៅខ្ញុំទុកពូជដាក់នៅក្នុងស្មុកបាទចំនួន4-5 គីឡូអីចឹងបាទខ្ញុំប្រមូលស្រូវរបស់ខ្ញុំហ្នឹងដាក់នៅក្នុងស្មុកបាទដើម្បីយកទៅទុកនៅកន្លែងដែលមានចោលចេញចូលបាទបានល្អថ្ងៃនៅលើពិភពលោកយើងកំពុងតែប្រឈមមុខជាមួយនឹងការប្រើប្រាស់គីមីនៅលើផលិតផលចំណីអាហារវាទាមទារយើងគិតគូរតាំងអំពីពូជធាដំបងតែម្លេះពីព្រោះយើងធ្វើយ៉ាងណាឲ្យពូជនឹងបរិសុទ្ធពីព្រោះពូជនឹងជួនកាលពូជនឹងគេបានប្រើថ្នាំគីមីរួចទៅហើយឬពូជនឹងគេបានយកទៅប្រឡាក់ជាមួយនឹងជីគីមីរួចទៅហើយបានយើងយកមកឲ្យដាំដុះនោះគឺថាមិនបរិសុទ្ធទេអ្នកដែលបានណាប្រសុទ្ធពូជឬក៏ជ្រើសរើសពូជណាបានល្អហ្នឹងគឺយើងសង្កេតឃើញទិន្នផលស្រូវរបស់គាត់ហ្នឹងមានអាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាប់ជានិច្ចបាទអានេះជាពូជស្រូវដែលយើងជ្រើសរើសវាយកមកបកគឺក្នុងគួរហ្នឹងគឺវាមានអាខ្សោយអាខ្លាំងដែរបើអញ្ចឹងអាឆ្មែង1ឆ្មែង2ឆ្មែង3នេះគឺអាហ្នឹងវានៅខ្សោយបាទអាចុងនេះក៏វាខ្សោយដែរបើអញ្ចឹងយើងជ្រើសរើសពូជយើងយកអាកដាលគេនេះបាទយកកដាលគេហ្នឹងយើងចាប់ដើមបកវាបកពីកតុយវាយើងបកពីកតុយហ្នឹងហើយយើងនិតមើលក្រមកហ្នឹងវាមានបាក់ស្រាំអត់ឬមួយវាមួយមាន3អីតិចគឺគេអត់យកទេគេយកតែក្របណាដែលល្អគឺយើងមើលទៅឃើញកូនង៉ែតវានៅក្នុងហ្នឹងកដាលហ្នឹងបាទបើអញ្ចឹងហើយយើងបកឲ្យបានក្នុងមួយឆ្នាំយើងធ្វើទៅមិនឲ្យបាន20-30 គ្រាប់ហ្នឹងយើងយកទៅសាបបានហើយនេះជាកន្លែងដែលយើងសាបបើអញ្ចឹងយើងសាបហ្នឹងគឺវាខុសប្លែកពីយើងសាបស្រូវធម្មតាកាលណាដែលយើងសាបស្រូវវាយើងយកត្រាំទឹកត្រាំអីចឹងមក
ហើយបានយើងយកវាមកផ្អាប់មកអីតែយើងសាបក្របកយើងអត់មានចាំបាច់ត្រាំទឹកទេយើងគេសាបគេយកដូចតែមានកធុនអីមួយចឹងមកឬមួយគេវាយឡាំងវាយអីចឹងមកហើយគេដាក់ដីល្មមចឹងហើយគេសាបវាបើចឹងមុននឹងគេដាក់អានេះគឺមានថាយើងកប៉ុសឯងយើងយកកប៉ុសយកមកដាក់នៅកធុនហ្នឹងអញ្ចឹងយើងត្រូវលាយដីដែរតែគ្រាន់ថាយើងលាយដីយើងមើលថាដូចថាយើងមើលចាក់ស្ដែងដូចជាភូមិសាស្ត្រយើងដីកដេងមួយដីស្អិតពេកយើងយកដីខ្សាច់យកមកលាយគ្នាបាទហើយបើដីយើងដែលខ្សាច់ហ្មងទេហ្នឹងគឺយើងបាច់លាយឯងយើងដាក់តែអាហ្នឹងសុទ្ធទៅវាមិនអាចឲ្យសើមពេកទេដល់មកគេយកក្របកហ្នឹងយកមកព្រុសវាបោះវាពីលើយើងសាបតែវើលទេក្នុងកធុនហ្នឹងយើងដាក់បានតែ30-40គ្រាប់អីទេយើងមិនអាចដាក់ញឹកពេកទេគេធ្វើចឹងហើយយើងយកដីកប៉ុសយកមករាយពីលើវាតមកយើងយកផេះយកមកដាក់វាពាត់វាជុំវិញដាក់ផេះនេះដើម្បីយើងដាក់ការពារកុំឲ្យមានសម្ោចដើម្បីកុំឲ្យមានអាសន្នអីចូលមកស៊ីអាក្របកហ្នឹងកាលណាដែលយើងអត់ដាក់ចឹងក្រោមកវាអូបវាសัตว์តូចល្អិតហ្នឹងវាចូលចិត្តស៊ីបើយើងដាក់ចឹងហើយគឺវាអត់ស៊ីទេតបមកយកស្បើងយកមកគ្របពីខាងលើចឹងហើយជាការស្រេចយើងអត់តាន់ស្រោចទឹកវាទៀតទេព្រោះនេះវាមានសំណើមនឹងវាសើមល្មមហើយដល់ពេល2ថ្ងៃ3ថ្ងៃបានយើងចាប់ដើមស្រោចទឹកតិចទៀតអានឹងអត់ឲ្យសើមពេកហើយមិនឲ្យឈ្ងួតពេកទេក្នុងសមាប14ថ្ងៃយើងមើលអាណាដែលឆ្លោះជាងគេអាហ្នឹងយើងខ្ញុំយកទៅសិតវាស្រូវហ្នឹងគឺយើងបាច់ស្ទូងដូចយើងយកទៅដាក់ក្នុងស្រែក្នុងអីឲ្យវាពិបាកដូចថាវាប៉ះពាល់គេចិត្តអីហើយបើចឹងយើងមានតែបាវហ្នឹងបាវបាវស៊ីម៉ងហ្នឹងយើងកាត់1ជា2ចឹងមកយើងដាក់ដីដាក់អីចឹងមកហើយយើងអាចនឹងដាក់នៅកន្លែងធ្នើចឹងក៏បាននៅកន្លែងដាច់ពីគ្នាក៏បានដែរអញ្ចឹងយើងចាប់ដើមដាក់ស្ទូងយើងដាក់មកដើមដូចគ្នាក្នុងមួយគុំហ្នឹងអញ្ចឹងក្នុងមួយគុំនេះខ្ញុំស្ទូងបានរយៈពេល2ខែ2ខែអាហ្នឹងវាមានគុំវាប៉ុណ្ណឹងហើយមិនទាន់ដឹងថាប្រមាណដើមទេឥឡូវចាំតាមដានមួយខ្ញុំគឺរាប់ចាក់ស្ដែងមួយគ្នាតែក្នុងស្រូវមួយក្របហ្នឹងដែលយើងយកទៅស្ទូងក្នុងមួយដើមហ្នឹងហើយវាបែកបានប្រ
mà đơm không mà cùng nằng và chân tam đan nằng ọc nia rọp nằng ọc nia muối pi bảy buôn pram muối pel bảy buôn đom sẽ pram sẽ muối sẽ pel sẽ bảy sẽ buôn học pram học muối học pel học bảy học sập pram buôn chẳng không mà cọp nó cứ việc bay bán đó là học sập buồnแต่năng việc học bay vậy việc chụp bay vậy dạng chờ là bay bàn là bị bay đờm tiết đây và chẳng bao dương vậy bị bàn cá về dạng on nó có bàn tầm 50 cua đây và nông mà đờm mới cứ việc sạch chẳng chăm đó pi là chênh plei mối chăm dương tạm đan mà đòn tiết tế nông mà cua nó việc bàn mà ăn khom bà anh ấy chia pui sâu đại dương do bị stung bị đọc cùng nó và to bị dương bọ crop không mặc crop mới việc bàn đọc crop chẳng đọc cùng đọc bị đọc cùng ấy lâu nắng dương vô mà xuống không đấy đọc anh ấy chia đây đọc để nhầm xuống bán chẳng mưa cua sâu dương này dương chập đầu mà tục pui chẳng khơi cua về lo về bạn không bị sâu đại dương thui thòm đà bởi chẳng không đọc anh ấy cứ bàn cũng phải hỏi lâu anh ấy cứ bị lực muốn là lâu đây đọc tiết tại toàn đăng thả bàn mà lâu đấy chạm mưa sân hay bàn dưng do bụi nắng vô tờ chạy trái mình to ôi nè cõi thôi tiết sợi chia sẻ riêng đại chia sẻ môi thòm chia bật đại dương mình pra chi kimi hai mình giang tiết vì chia pho môi đại lọ nơi pe đại dương bò hộp hà môi đại miền chi kimi vì ai chui đã sọc phép dương trong miền chấm nuôi chui chia thà bần đá cạn xì cò dương đại bàn prang prang bỏ bong trầu nơi ca phật cạn xì pho đòi mình pra kimi đòi pra chi thòm chia với nút cứ chia sanh đại môi đợt thầm thế nhé đôi chân dương khiêm thôi dạng ná from một đâm nè để pra có đôi chân nè hộp chọc hay bàn trơn đam bấy chuối ở cạn sài gòn bờ dương miền chịu phép căn để thu thìa cứ cạn sài gòn đây chỉ nè đam đo sâu từng cua tay khát khom nóm kia bằng sốt pút đừng tục đạ pút bởi luôn ấy chia viên ca để dương bắt bong pút hay dương từ tinh pút vì crom hôn rồi có pizza dục một thử nâng cao sốt pút cứ nhom bàn cả này nòm bỏ ông ca sẽ đã cứ dừng bỏ chiếc cọp cò hết dừng cho tàu sạp bởi chân ca thưa nâng bỏ cọp cò đấy cứ nhom miền bọt sau chạy tới đôi tàu tàu chân ti mùi để dừng đâu chưa pui cứ dừng mưa cua na để vía tung chi nâng cọp nâng việc hạ bài nè việc sẽ điên nè nâng tiếp thà bụi sầu nâng việc tọt máu cứ dưng vô bỏ chỉ cọp cò
អានេះជាក្របអង្គមួយក្របយើងបកហើយយើងមើលពិនិត្យមើលថាក្របអង្គហ្នឹងវាល្អនោះត្រាតែវាអត់មានបាក់អត់មានស្រាំអីទើបយើងយកមកសាបយកមកស្ទូងគឺក្នុងមួយក្របស្ទូងបានមួយដើមក្នុងមួយដើមហ្នឹងបើយើងគិតពីគួរវាគឺក្នុងមួយគួរបាន